Trong xuលោកគ្រូថាតើករណីកុមាររាកហ្នឹងវាបង្កមកពីមូលហេតុចម្បងអីគេខ្លះដែរលោកគ្រូតាមធម្មតាគឺកុមារដែលកើតជំងឺរាកវាបណ្ដាលមកពីកត្តាធំពីរយ៉ាងគឺទី1គឺកត្តាបង្ករោគហើយនិងទី2គឺដោយសារកត្តាក្មេងមួយចំនួនគាត់គេហៅ lactose intolerant ឬក៏ ខៅស្មៀរ protein allergic ចឹងថ្ងៃនេះយើងចង់លើកយកបញ្ហាមេរោគដែលធ្វើឲ្យក្មេងនឹងរាករូសគឺចំពោះមេរោគគឺយើងមាន3ចម្ពោះធំគឺមានបាក់តេរីមានវីរុសនិងប៉ារ៉ាស៊ីតដែលបង្កឲ្យឡើងក្មេងមានជំងឺរាករូសចុះលោកគ្រូវាពាក់ព័ន្ធអីតាក់ទងមួយនឹងខែដែលសបោនៅក្នុងខែក្តៅហ្នឹងវាពាក់ព័ន្ធអីគ្នាបានខែហ្នឹងក៏សបោអ្នកតាក់ទងមួយរាករូសក្អួតហ្នឹងអញ្ចឹងគ្រូតាមការសិក្សារបស់គេគឺគេសង្កេតឃើញថានៅរដូវក្តៅហ្នឹងអាជំងឺរាកហ្នឹងវាកើនឡើងប៉ុន្តែកត្តាមួយចំនួនដែលវារួមផ្សំដែលធ្វើឲ្យជំងឺរាកហ្នឹងវាកើតនៅខែក្តៅទី1អាចពពួកមេរោគដែលវាលូតលាស់ល្អហ្នឹងនៅពេលដែលសីតុណ្ហភាពវាក្តៅវាលូតលាស់ល្អទី2នៅក្នុងរដូវក្តៅគឺវាមានហុយដីហុយអីអញ្ចឹងទៅហើយទាំងទី3មួយទៀតគឺការប្រើប្រាស់ទឹកមិនបានស្អាតល្អឧទាហរណ៍ថានៅពេលដែលរដូវភ្លៀងរដូវអីចឹងទៅកសិករយើងឬក៏ប្រជាពលរដ្ឋយើងហ្នឹងគាត់នៅតាមជនបទមួយចំនួនធំគាត់អាចប្រើទឹកភ្លៀងហ្នឹងដែលជាទឹកស្អាតប៉ុន្តែផ្ទុយទៅវិញនៅពេលដែលខែក្តៅគាត់អស់ទឹកភ្លៀងនឹងប្រើគាត់អាចទៅប្រើប្រាស់ទឹកមានប្រភពមិនច្បាស់លាស់ឧទាហរណ៍ដូចជាទឹកស្រះទឹកត្រពាំងទឹកបឹងទឹកអូជាដើមឡើយដែលនៅក្នុងនោះគឺវាមានសម្បូរទៅដោយពពួកមេរោគរាកនឹងផងដែរ